ការីណាដែលឈួតនឹងសេចក្តីស្នេហាបានលោកដៃទាំងពីរទៅមុខហើយស្រែកថារៀបការជាមួយខ្ញុំមកខណៈពេលដែលជំហានជើងដ៏ធ្ងន់របស់នាងបោះទៅលើដីសាច់ជន់បានថយក្រោយដោយភាពភ័យខ្លាចនិងលើកដៃទាំងពីររបស់គាត់ទៅមុខហើយស្រែកដោយភាពភ័យខ្លាចភ្លាមនោះអ្វីមួយបានហោះយ៉ាងលឿនកាត់ខ្យល់ហើយបាល់ពណ៌ក្រហមដ៏ធំមួយបានហោះសម្ដៅទៅរកការីណានៅពេលបន្ទាប់កូនខ្លាឃ្មុំពណ៌ក្រហមតូចមួយបានគ្រវីដំបងឈើរបស់វាចំក្បាលការីណាយ៉ាងពេញទំហឹងរូបបេះដូងនៅក្នុងភ្នែករបស់ជីណាបានបាត់ទៅហើយនាងបានស្រែកឡើងដោយភាពតក់ស្លុតសូនសម្លឹងមើលដោយភ្នែកធំទាំងងឿងឆ្ងល់ហើយនិយាយត្រដិតថានោះគឺជាបន្ទាប់មកធីអូដែលអង្គុយលើស្មារបស់គាត់បានស្រែកដោយរីករាយថាវាគឺខ្ជូអ៊ីងដោយសារតែការវាយប្រហារដ៏ខ្លាំងក្លាការីណាក៏ចាប់ផ្ដើមដួលទៅក្រោយហើយនៅពេលនោះកូនខ្លាឃ្មុំពណ៌ក្រហមតូចក៏លោតចុះមកលើដីហើយស្រែកដោយរីករាយថាប៉ាខណៈគ្រវីដំបងក្នុងខ្យល់ការជូនដំណឹងរូបក្រញាំជើងពណ៌ក្រហមនៅលើក្បាលរបស់វាបានសរសេរថារកឃើញអ្នកហើយនៅពេលឃើញសាច់ជន់វាក៏ស្រែកហៅខ្ជូអ៊ីងដោយអន្ទះសារហើយរត់សម្ដៅទៅរកគាត់យ៉ាងលឿនខណៈដែលស៊ីហ្គុនក៏ដើរទៅមុខដោយក្តីរីករាយស៊ីកជន់អបគាត់យ៉ាងណែននៅក្នុងដៃហើយកូនខ្លាឃ្មុំក៏យំដោយក្តីរីករាយខណៈស៊ុននិយាយថាខ្ញុំនឹកអ្នកណាស់ប៉ុន្តែនៅពេលបន្ទាប់កូនខ្លាឃ្មុំអបសាច់ជន់យ៉ាងណែនរហូតដល់ស៊ុនធ្ងោដោយការឈឺចាប់នៅពេលនោះបង្អួចជូនដំណឹងប្រព័ន្ធពណ៌ខៀវមួយបានលេចឡើងនៅចំពោះមុខស៊ុនសមត្ថភាពរាងកាយមិនអាចបំផ្លាញបានត្រូវបានធ្វើឲ្យសកម្មកូនខ្លាឃ្មុំអបយ៉ាងខ្លាំងរហូតដល់ខ្លួនប្រាណរបស់ស៊ុនចាប់ផ្ដើមញ័រហើយគាត់ធ្ងោដោយការឈឺចាប់ថាខ្ជូអ៊ីងចាំបន្តិចដោយសារតែការឈឺចាប់និងភាពរីករាយស៊ុនញ័រខ្លួនទាំងមូលហើយចុងក្រោយក៏ស្រែកទាំងទឹកភ្នែកថាជួយខ្ញុំផងកូនខ្លាឃ្មុំពណ៌ក្រហមតូចញ៉ាំផ្លែស្វាយដោយរីករាយហើយស្រែកថាស្វាយនេះឆ្ងាញ់ណាស់នៅចំពោះមុខវាស្វាទាំងអស់បានអោនក្បាលគោរពយ៉ាងគួរសមហើយស្វាធំមួយបាននិយាយថាញ៉ាំឲ្យបានច្រើនតាមដែលអ្នកចង់ទៅអវវីរបរោះដែលបានផ្ដួលការីណាក្នុងមួយដៃដោយសម្លឹងមើលទៅពួកគេកូនខ្លាឃ្មុំគិតដោយរីករាយថាពួកស្វាគឺជាមិត្តល្អរបស់ពួកយើងភ្លាមនោះធីអូក៏ដើរមកជិតហើយសួរថាតើអ្នករកពួកយើងឃើញដោយរបៀបណាដោយគ្មានត្រីវិស័យដោយកម្រើកច្រមុះកូនខ្លាឃ្មុំឆ្លើយតបដោយភាពរីករាយថាខ្ញុំបានធំក្លិនដំឡូងបារាំងទឹកឃ្មុំដ៏ឆ្ងាញ់របស់ប៉ាដែលចេញមកពីទីដៅនេះដោយភ្ញាក់ផ្អើលបន្តិចស៊ីហ្គុនសួរថាតើខ្ជូអ៊ីងក៏មកដល់ជាន់ទី77ទាំងមូលព្រោះតែបារម្ភពីខ្ញុំមែនទេធីអូសើចហើយនិយាយថាដោយការរំពឹងទុកមែនគេពូកែខាងធំក្លិនអាហារឆ្ងាញ់ណាស់ស៊ុនលើកគេឡើងដោយក្តីស្រឡាញ់ហើយនិយាយថាខ្ជូអ៊ីងរបស់ពួកយើងគឺពិតជាអាចទុកចិត្តបានមែនប៉ុន្តែនៅពេលបន្ទាប់ខណៈស៊ុនព្យាយាមលើកខ្ជូអ៊ីងភាពឈឺចាប់យ៉ាងខ្លាំងបានចាក់ស្រេះមកត្រង់ចង្កេះរបស់គាត់ធ្វើឲ្យគាត់ស្រែកឡើងដោយការឈឺចាប់គាត់ក៏ដាក់គេចុះមកដីវិញភ្លាមហើយដកដង្ហើមធំរួចនិយាយថាអូយខ្ជូអ៊ីងឯងញ៉ាំច្រើនណាស់មែនទេម្ដងទៀតបង្អួចជូនដំណឹងប្រព័ន្ធពណ៌ខៀវដែលបានលេចឡើងនៅចំពោះមុខគាត់ជាមួយសារថាសមត្ថភាពរាងកាយមិនអាចបំផ្លាញបានត្រូវបានធ្វើឲ្យសកម្មស៊ីហ្គុនធ្ងោដោយក្តាប់ខ្លួនប្រានខ្លួនឯងខណៈកូនខ្លាឃ្មុំសើចយ៉ាងរីករាយហើយប្រកាសដោយមោទនភាពថានេះគឺជាជំនាញពិសេសរបស់វាដោយកាន់ត្រីហាឡាថេននៅក្នុងដៃធីអូបានសួរស៊ុនថាប្រធានផាកតើលោកមានគម្រោងត្រឡប់ទៅជាន់ទី99វិញឥឡូវនេះមែនទេដោយសម្លឹងមើលទឹកស្ថានស៊ុនឆ្លើយតបថាពួកយើងមិនទាន់បានស្ដារកសិដ្ឋានចេកបានពាក់កណ្ដាលផងដោយសារតែស្ថានចេកនៅជាន់ទី77ឥឡូវនេះជាកម្មសិទ្ធិរបស់ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងហើយស្ដារវាឡើងវិញឲ្យបានពេញលេញបន្ទាប់មកសត្វស្វាតូចមួយបានឡើងលើស្មារបស់គាត់ហើយដោយសម្លឹងមើលវាដោយក្តីស្រឡាញ់ស៊ុននិយាយថាម្យ៉ាងទៀតខ្ញុំចង់បំពេញតាមការរំពឹងទុករបស់ពួកស្វាតោះតើយើងគួរតែប្រឹងឲ្យអស់ពីសមត្ថភាពហើយស្ដារដើមឈើទាំងនេះឡើងវិញទេហើយបានអង្អែលក្បាលស្វាតូចនោះធ្នមភ្លាមនោះពីហួសច្រៅទៅក្នុងព្រៃឆ្ងាយសំឡេងផ្ទុះដ៏គួរឲ្យរន្ធត់និងកងរំពងបានបន្លឺឡើងផ្ទៃដីទាំងមូលញ័ររញ្ជួយដោយសារការផ្ទុះនោះស៊ុនធីអូនិងកូនខ្លាឃ្មុំបានងាកក្រោយភ្លាមដោយភាពតក់ស្លុតខណៈសត្វស្វាធំពីរដែលឈរនៅពីក្រោយពួកគេបានស្លេកស្លាំងដោយភាពភ័យខ្លាចដោយព្រួយបារម្ភស៊ុនស្រែកថាតើមានរឿងអ្វីកើតឡើងអំបញ្ញមិញនេះធីអូសម្លឹងមើលទៅផ្សែងខ្មៅដែលកំពុងហុយឡើងពីភ្នំនៅខាងមុខហើយនិយាយដោយភ័យខ្លាចថាវាជាសម្លេងមកពីភ្នំថ្មដែលក្រញាំរបស់ខ្ញុំបានមានប្រតិកម្មជាមួយផ្សែងដ៏គួរឲ្យខ្លាចអាចត្រូវបានគេមើលឃើញថាហុយឡើងទៅលើមេឃពីភ្នំថ្មពណ៌ក្រហមដ៏ធំហិមាអ៊ីយ៉ូណាអន្តែតក្នុងចំណោមថាមពលវេទមន្តពណ៌ស្វាយខណៈពេលដែលកំពុងក្តាប់ដំបងរបស់នាងហើយគិតដោយក្តីព្រួយបារម្ភមិននឹកស្មានថាភ្នំនេះនឹងបាក់ស្រុតភ្លាមបែបនេះសោះបើខ្ញុំមិនបានគេចផុតដោយវេទមន្តបំបែកទីតាំងទេនោះវាប្រកាសជាមានគ្រោះថ្នាក់ខ្លាំងណាស់ដោយដើរទៅមុខតាមភាពងងឹតនាងគិតដោយប្រុងប្រយ័ត្នថាតើវាជាប្រតិកម្មខ្សែសង្វាក់ពីដុំថាមពលវេទមន្តដែលមិនស្ថិតស្ថេរដែលបន្សល់ទុកក្នុងអណ្ដូងរ៉ែដែលគេបោះបង់ចោលមែនទេបើមិនដូច្នោះទេតើកាណូបាអាចជាអ្នកធ្វើវាដោយចេតនាដែរឬទេបន្ទាប់មកនាងក្រវីក្បាលហើយតាំងសិតមិនមែនទេសម្រាប់ពេលនេះខ្ញុំគួរតែផ្ដោតអារម្មណ៍លើការចេញពីទីនេះខ្ញុំបានគ្រប់គ្រងដើម្បីគេចខ្លួនចូលទៅក្នុងវិមាត្រដាច់ដោយឡែកមួយប៉ុន្តែនេះនៅតែជាបាតនៃអណ្ដូងរ៉ែដែលគេបោះបង់ចោលដដែលខណៈកំពុងធ្វើដំណើរឆ្លងកាត់ភាពងងឹតតែហុំព័ទ្ធដោយពន្លឺវេទមន្តពណ៌ស្វាយអ៊ីយ៉ូណាក៏ឈប់ភ្លាម
ហើយនិយាយដោយភ្ញាក់ផ្អើលថាខ្ញុំមានអារម្មណ៍ថាមានអ្វីប្លែកនៅទីនេះធម្មពលអាចកំបាំងមួយចាប់ផ្ដើមសាយភីពេញផ្ទៃតំបន់ធ្វើឲ្យអ៊ីយ៉ូណាគិតថាតើវាជាធម្មពលប្រភេទណាទៅធម្មពលនេះនៅពេលនោះគ្រីស្តាល់តូចមួយដែលមានពន្លឺបានលេចឡើងនៅក្នុងភាពងងឹតពីខាងក្នុងពពុះពណ៌ខៀវតែព័ទ្ធជុំវិញវាសម្លេងមួយបានបន្លឺចេញមករាងកាយមួយមានរាងកាយដែលមានជីវិតនៅទីនេះរាងកាយដ៏កក់ក្ដៅពិតប្រាកដដោយមានអារម្មណ៍ថាភាពត្រជាក់និងធម្មពលដ៏ខ្លាំងក្លាដែលបញ្ចេញពីវាអ៊ីយ៉ូណានិយាយដោយងឿងឆ្ងល់ភាពត្រជាក់ដ៏គួរឲ្យខ្លាចបែបនេះធម្មពលដូចនេះអាចជារបស់អ្វីមួយតែប៉ុណ្ណោះនេះប្រាកដជាថ្មដ៏ពិសិដ្ឋហើយគ្រីស្តាល់ពណ៌ខៀវដ៏ធំមួយចាប់ផ្ដើមអណ្ដែតនៅចំពោះមុខនាងដោយឃើញអ៊ីយ៉ូណាIQ ប្រកាសដោយកំហឹងថាតើអ្នកហ៊ានយ៉ាងម៉េចដែលមកឈរនៅចំពោះមុខខ្ញុំគឺជា IQ ជាសារពាង្គកាយដែលមានសមត្ថភាពកក់តំបន់ទាំងមូលនេះខ្ញុំនឹងលុបបំបាត់ភាពកក់ក្ដៅរបស់អ្នកហើយប្រែក្លាយអ្វីៗគ្រប់យ៉ាងទៅជាទឹកកកឥឡូវនេះចូលត្រជាក់ឲ្យអស់ទៅពេលដែល IQ ស្រែកឡើងរលកទឹកកកពណ៌ខៀវដ៏ធំហេម៉ាបានសាយភាយទៅគ្រប់ទីដោយព្យាយាមទប់ទល់នឹងធម្មពលត្រជាក់ជាមួយនឹងដំបងវេទមន្តរបស់នាងអ៊ីយ៉ូណាបានឆ្លើយតបថាដូចជាខ្ញុំនឹងបោះបង់ចោលយ៉ាងងាយបែបនោះអញ្ចឹងចូលស្ដាប់បញ្ជារបស់ខ្ញុំហើយបញ្ឈប់ធម្មពលទាំងអស់របស់វាឲ្យនៅត្រឹមនេះរបាំងការពារវិមាត្ររបាំងវេទមន្តពណ៌ផ្កាឈូកនិងពណ៌ស្វាយដ៏ធំមួយបានបង្កើតឡើងនៅចំពោះមុខនាងហើយពង្រីកយ៉ាងលឿនដោយហុំព័ទ្ធគ្រីស្តាល់ពណ៌ខៀវពីគ្រប់ទីនឹងឃុំឃាំងវាទុកក្នុងគុកវេទមន្តមួយសន្ទុះIQ ក៏ស្ងាត់ឈឹងដោយភាពតក់ស្លុតដោយសម្លឹងមើលទៅគ្រីស្តាល់ដែលជាប់ក្នុងទ្រុងអ៊ីយ៉ូណានិយាយថាខ្ញុំមិនអាចជឿថាបំណែកនៃផ្កាយមួយអាចមានពិតប្រាកដបែបនេះទេសូម្បីតែបន្ទាប់ពីត្រូវបានជាប់គុកនៅខាងក្នុងរបាំងវេទមន្តក៏ដោយIQស្រែកដោយមោទនភាពថាហុយភាវៈរស់ដ៏ក្រអឺតក្រទមតើអ្នកពិតជាជឿមែនឬថាអ្នកអាចឃុំឃាំងខ្ញុំជាមួយនឹងជញ្ជាំងដ៏កំពេចកំពុកបែបនេះដូចដែលអ្នកបាននិយាយដោយខ្លួនឯងខ្ញុំគឺជាផ្កាយដ៏ពិសិដ្ឋដែលកើតមកស្របគ្នានឹងការបង្កើតសកលលោកខ្ញុំគឺជាម្ចាស់ពិតនៃភាពត្រជាក់នេះតើសារពាង្គកាយធម្មតាដូចជាអ្នកអាចបញ្ឈប់ខ្ញុំបានយ៉ាងដូចម្តេចទៅរបាំងនេះស្ទើរតែមិនអាចឃុំឃាំងខ្ញុំបានឡើយខណៈដែលវានិយាយIQ ចាប់ផ្ដើមរុញរបាំងនោះដោយកម្លាំងទាំងអស់របស់វាដើម្បីព្យាយាមរើបំរះចេញសម្ពាធដ៏ខ្លាំងក្លាធ្វើឲ្យអ៊ីយ៉ូណារេខ្លួនបន្តិចបន្តួចវាខ្លាំងជាងអ្វីដែលខ្ញុំរំពឹងទុកទៅទៀតប៉ុន្តែនៅពេលបន្ទាប់នាងលើកដំបងវេទមន្តរបស់នាងឡើងហើយញឹមយ៉ាងត្រជាក់ដូច្នេះអ្វីដែលអ្នកពិតជាចង់និយាយនោះគឺថាអ្នកគ្រាន់តែជាថ្មហួសសម័យមកពីសម័យកាលបុរាណបំផុតដែលពោពេញដោយធម្មពលដើមមែនទេក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះវេទមន្តបានវិវត្តទៅឆ្ងាយហួសពីអ្វីដែលអ្នកអាចយល់បានវាបានជឿនលឿនខ្លាំងណាស់ដែរការយល់ដឹងចាស់គម្រៅរបស់អ្នកមិនអាចសំបីតែចាប់ផ្ដើមយល់ពីវាបានអ៊ីយ៉ូណាបន្ទាប់មកបានបញ្ជូនរលកធម្មពលវេទមន្តពណ៌ស្វាយដ៏ធំហេម៉ាតាមរយៈដំបងរបស់នាងហើយបញ្ជូនវាដោយផ្ទាល់ទៅក្នុងគុកវេទមន្តការវាយប្រហារនេះបានគ្រប់សង្កត់លើ IQ ភ្លាមដែលធ្វើឲ្យវាឈឺចាប់រមួលក្រពើបញ្ឈប់វេទមន្តនេះចុះខ្ញុំយល់អ្វីគ្រប់យ៉ាងហើយសូមបញ្ឈប់វាចុះបន្ទាប់ពីគ្រីស្តាល់ចុះចាញ់ទាំងស្រុងអ៊ីយ៉ូណាសើចដោយក្តីពេញចិត្តឥឡូវនេះអ្នកគឺជាកម្មសិទ្ធិរបស់ខ្ញុំហើយ IQនាងបន្ទាប់មកបានឃុំឃាំងគ្រីស្តាល់នោះក្នុងប្រអប់វេទមន្តតូចមួយដែលធ្វើឲ្យវាធ្ងោដោយភាពភ័យខ្លាចនៅលើផ្លូវព្រៃមួយសត្វគោខ្មៅដ៏មានអំណាចមួយក្បាលរត់យ៉ាងលឿនខណៈកំពុងហត់ដកដង្ហើមដោយអណ្ដាតធ្លាក់ចេញមកក្រៅនៅពីក្រោយវាគោញីពណ៌ត្នោតមួយក្បាលរត់ដោយស្រែកថាគោលេខ4តោះយើងទៅជាមួយគ្នាសត្វគោខ្មៅក្រឡេកមើលទៅក្រោយហើយនិយាយថាប្រញាប់ឡើងទាំងពីរអ្នកទៅដល់មាត់ព្រៃកន្លែងដែរភ្នំថ្មពណ៌ក្រហមអាចត្រូវបានគេមើលឃើញនៅចំងាយឆ្ងាយហើយគោញីក៏និយាយដោយព្រួយបារម្ភថាមានការផ្ទុះដ៏ធំមួយពីទិសដៅនៃភ្នំថ្មនោះធីអូនិងខ្ជូអ៊ីងប្រហែលជាស្ថិតក្នុងគ្រោះថ្នាក់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានសុវត្ថិភាពភ្លាមនោះដីចាប់ផ្ដើមញ័ររញ្ជួយយ៉ាងខ្លាំងនៅក្រោមជើងពួកគេដែលធ្វើឲ្យពួកគេទាំងពីរអ្នកឈរស្ងៀមដោយភាពតក់ស្លុតនៅពេលបន្ទាប់ការផ្ទុះដ៏ធំមួយទៀតបានផ្ទុះចេញពីភ្នំហើយផ្សែងខ្មៅសាយភីពេញមេឃដោយឃើញឈុតឆាកដ៏គួរឲ្យខ្លាចនេះគោទាំងពីរស្រែកឡើងដោយភាពភ័យខ្លាចវាគឺជាការផ្ទុះភ្នំភ្លើងដោយសម្លឹងឡើងលើមេឃដោយភាពស្លន់ស្លោសត្វគោខ្មៅបានលឺអ្វីមួយដែលកំពុងខិតជិតមកហើយស្រែកថាយើងត្រូវតែរត់ប៉ុន្តែសត្វគោញីស្រាប់តែខាត់គាត់ហើយនិយាយថាចាំសិនដោយភាពភ្ញាក់ផ្អើលគោញីនិយាយថាមានអ្វីមួយនៅទីនោះសត្វគោខ្មៅស្រែកដោយកំហឹងថាតើអ្នកកំពុងនិយាយពីរឿងអ្វីក្នុងស្ថានភាពបែបនេះដោយចង្អុលទៅមេឃគោញីនិយាយថាអ្វីមួយដែលភ្លឺចែងចាំងកំពុងហោះសម្ដៅមកពួកយើងយ៉ាងលឿនបាល់មួយដែលហុំព័ទ្ធដោយពន្លឺវេទមន្តពណ៌ខៀវបានប្រណាំងសម្ដៅមកពួកគេក្នុងល្បឿនយ៉ាងលឿនគួរឲ្យភ្ញាក់ផ្អើលដោយភាពភ័យខ្លាចសត្វគោខ្មៅគ្រវីដៃទាំងពីរដោយភាពរន្ធត់ទៅក្នុងខ្យល់នៅពេលបន្ទាប់បាល់ពណ៌ខៀវក៏ឈប់ភ្លាមនៅចំចន្លោះដៃរបស់គាត់ដោយភាពភ្ញាក់ផ្អើលសត្វគោខ្មៅដកដៃថយក្រោយហើយនិយាយថាអាវាត្រជាក់ណាស់តួអង្គតូចមួយបានលោតចេញពីដៃរបស់គាត់ទៅក្នុងខ្យល់ដែលធ្វើឲ្យគោញីស្រែកឡើងដោយភាពងឿងឆ្ងល់តើអ៊ីយ៉ូណាមែនទេតើអ្នកមកទីនេះបានយ៉ាងដូចម្តេចដោយអន្តែតនៅក្នុងបាល់វេទមន្តពណ៌ខៀវដ៏ធំមួយអ៊ីយ៉ូណាលើកដៃរបស់នាងឡើងហើយក្រវីដៃសួស្ដីបន្តិចបន្តួចក្នុងពេលជាមួយគ្នានោះត្រឡប់មកកស្ថានជែកវិញស៊ុនជូតញើសចេញពីថ្ងាសរបស់គាត់
ខណៈកំពុងសម្លឹងមើលផ្សែងដែលហុយឡើងពីភ្នំហើយនិយាយថាវ៉ាវនោះធ្វើឲ្យខ្ញុំភ័យណាស់វាប្រកាសជាសញ្ញានៃការផ្ទុះភ្នំភ្លើងហើយស្វាធំមួយក្បាលដាចូលមកជិតគាត់ដោយអោនក្បាលគោរពហើយនិយាយថាសូមលោកកុំបារម្ភអីដោយសារតែចម្ងាយឆ្ងាយនឹងមិនមានផលប៉ះពាល់អ្វីកើតឡើងនៅទីនេះទេដោយឈរនៅចំពោះមុខពួកគេទីអូរ៉េភ្នែករបស់គាត់ដោយការគិតភ្នែកពណ៌ខៀវធំៗរបស់វាបើកធំៗដោយក្តីព្រួយបារម្ភខណៈដែលវាកំពុងគិតប្លែកណាស់ហេតុអ្វីបានជាក្រញាំរបស់ខ្ញុំមានប្រតិកម្មទៅនឹងកន្លែងដែលមានគ្រោះថ្នាក់បែបនេះដោយញឹមសាច់ជន់បានសួរទៅកាន់អ្នកទាំងអស់គ្នាថាតោះតើយើងគួរតែបន្តស្ដារកសិដ្ឋានចេកឡើងវិញឥឡូវនេះទេនៅពីក្រោយគាត់ Chu Ying Theo និងសត្វស្វាបានដើរតាមនៅពេលបន្ទាប់មកស៊ុនបានដើរទៅមុខដោយទំនុកចិត្តហើយដាក់ដៃទាំងពីរយ៉ាងរហ័សទៅលើដាំចេកពីរផ្សេងគ្នាពន្លឺវេទមន្តពណ៌បៃតងមាសដ៏មានអំណាចបានផ្ទុះចេញពីដៃទាំងពីររបស់គាត់ដែលធ្វើឲ្យដើមឈើទាំងនោះរីកលូតលាស់ភ្លាមៗដោយសម្លឹងមើលរឿងនេះTheo និយាយដោយភ្ញាក់ផ្អើលម៉ៅធីឡាដាតើអ្នកកំពុងធ្វើវាដោយប្រើដៃទាំងពីរឥឡូវនេះមែនទេម៉ៅដោយលាតដៃរបស់គាត់ខណៈពេលដែលរលកមាសចែងចាំងជុំវិញវាស៊ុនឆ្លើយតបបាទធម្មពលម៉ាណារបស់ខ្ញុំបានកើនឡើងហើយខ្ញុំបានបង្កើនជំនាញរបស់ខ្ញុំនៅពេលនោះបង្អួចជូនដំណឹងប្រព័ន្ធពណ៌ខៀវមួយបានភ្លឺឡើងក្បែរដៃរបស់គាត់ការប៉ះដ៏កក់ក្ដៅរបស់កសិករ3កម្រិតស៊ុនបន្តល្អខ្ញុំនឹងស្ដារភ្នែកដែលសនៃស្ថានដូចគ្នាប៉ុន្តែភ្លាមនោះស្វាធំមួយបានរត់មករកពួកគេដោយដកដង្ហើមយ៉ាងខ្លាំងក្លាហើយស្រែកថាលោកសាច់ជន់យើងមានបញ្ហាធំហើយអ្នកឈ្លានពានដែលអាក្រក់ជាងការីណាទៅទៀតបានបង្ហាញខ្លួនពួកគេមានកម្រិតខ្ពស់ជាងពួកយើងឆ្ងាយណាស់ស្វាតូចចាប់ផ្ដើមរត់ជុំវិញដោយភាពស្លន់ស្លោភ្លាមដោយព្រួយបារម្ភស៊ុនគិតថាតើវាជាអ្វីទៅលើកនេះភ្លាមនោះសំឡេងនៃជំហានជើងដ៏ធ្ងន់បានបន្លឺឡើងលើដីដោយឮសំឡេងនេះ Chu Ying ដែលកាន់ផ្លែចេកនៅក្នុងដៃនិយាយថា Chu Ying សំឡេងនេះមួយសន្ទុះក្រោយមកសត្វគោឈ្មោលធំពីរបានចេញមកពីក្នុងព្រៃនៅខាងមុខគោញីស្រែកយ៉ាងរហ័សថាមូធីលដាពួកយើងមិនបានមកទីនេះដើម្បីប្រយុទ្ធជាមួយធីលដាទេស្វាតូចពីរដែលកាន់លំពេងបានញ័រដោយភាពភ័យខ្លាចហើយនិយាយថាសំបីតែពេលពួកយើងចាក់ពួកគេដោយលំពេងក៏ពួកគេមិនមានស្នាមកោះនៅលើស្បែកសំបីតែមួយបន្តិចអូគីទោះយ៉ាងណាក៏ដោយនៅពេលដែល Chu Ying ឃើញពួកគេវាបានបោះដៃទាំងពីរទៅលើអាកាសហើយស្រែកដោយរីករាយថាបងប្រុសបងស្រីដោយសម្គាល់ឃើញពួកគេដែលស៊ុនបាននិយាយដោយភាពភ្ញាក់ផ្អើលគោលេខ3គោលេខ4ដោយដើរទៅមុខគោខ្មៅនិយាយថាហាក់ដូចជាពួកយើងគិតត្រូវហើយនៅពេលពួកយើងដឹងពីធម្មពលរបស់លោកនៅក្នុងទឹកដីនៃកុលសម្ព័ន្ធស្វាគោខ្មៅបានកាន់អ៊ីយ៉ូណាតូចយ៉ាងប្រុងប្រយ័ត្ននៅក្នុងដៃរបស់វាដោយឃើញនាងភ្នែករបស់ Theo បានបើកធំខណៈវាស្រែកថាអ្វីម៉ៅតើអ៊ីយ៉ូណានៅទីនេះដែរឬម៉ៅអ៊ីយ៉ូណាសើចតិចតូចដោយការលេងសើចពិតជាចៃដន្យមែនទន្ទឹមនឹងនេះគោញីបានលើក Chu Ying ដោយក្តីរីករាយទៅលើអាកាសហើយនិយាយថាមូធីលដាអ្នកមានសុវត្ថិភាពហើយ Chu Ying ដោយឃើញអ៊ីយ៉ូណាស៊ុនមានភាពរីករាយយ៉ាងខ្លាំងហើយដើរទៅមុខពិតជាល្អណាស់ដែលបានជួបអ្នកអ៊ីយ៉ូណាបន្ទាប់មកសាច់ជន់ក៏សម្គាល់ឃើញអ្វីមួយនៅក្នុងដៃរបស់នាងហើយសួរថាអនោះជាអ្វីដែរអ៊ីយ៉ូណាបានទាញគ្រីស្ដាល់ពណ៌ខៀវដ៏ភ្លឺចែងចាំងមួយចេញពីក្រោយខោអាវរបស់នាងដោយសើចដោយមោទនភាពនាងឆ្លើយតបថាអានេះគឺជាអំណោយតែស័ក្តិសមសម្រាប់អ្នកគ្រប់គ្រងប៉មគឺថ្មដ៏ពិសិដ្ឋ IQ នាងបង្ហាញគ្រីស្ដាល់ដ៏ធំដែលបញ្ចេញពន្លឺដ៏អស្ចារ្យនៃធម្មពលទឹកកកឆ្ពោះទៅរកសេដុនភ្លាមនៅពេលដែលសាជន់ដើរចូលទៅជិតគ្រីស្ដាល់នោះបង្អួចជូនដំណឹងប្រព័ន្ធពណ៌ខៀវចំនួន3បានភ្លឺឡើងមួយបន្ទាប់ពីមួយទៀតអ៊ីយ៉ូណាដែលជាម្ចាស់នៃប៉មវេទមន្តទំនាញបានផ្ទេរកម្មសិទ្ធិលើថ្មដ៏ពិសិដ្ឋ IQ ការកំណត់ការប្រើប្រាស់សម្រាប់ថ្មដ៏ពិសិដ្ឋ IQ ត្រូវបានបំពេញអ្នកបានក្លាយជាម្ចាស់នៃថ្មដ៏ពិសិដ្ឋ IQ នៅពេលដែលការជូនដំណឹងទាំងនោះលេចឡើងទាំងស៊ុននិងស្វាតូចដែលអង្គុយលើស្មារបស់គាត់ក៏មានអារម្មណ៍ស្រឡាំងកាំងយ៉ាងខ្លាំងភ្នែករបស់ពួកគេបើកធំដោយមិនជឿទន្ទឹមនឹងនេះអ៊ីយ៉ូណាក៏លាតដៃទាំងពីរបង្ហាញគ្រីស្ដាល់ដ៏ធំហេម៉ាដែលកំពុងបញ្ចេញពន្លឺពណ៌មាសនិងពណ៌ខៀវដ៏អស្ចារ្យឆ្ពោះទៅរកសេដុនដោយភាពមោទនភាពនិងក្បួនខ្នាត